បាទញាតគោរពជម្រាបសួរពុកម៉ែបងប្អូនអ្នកតាមដានទស្សនា Channel YouTube ពូមួលទាំងអស់គ្នាថ្ងៃនេះមានព័ត៌មានថ្មីក្រោយខ្មែរថៃជួបបញ្ហាចំនួនព្រំដែនសមុទ្រវិញម្ដងកាលពីប្រមាណថ្ងៃកន្លងទៅនេះហើយភាគីថៃមិនដឹងថាខ្លួនកំពុងតែគិតអ្វីឬថ្លើមប៉ុណ្ណានោះទេហ៊ានក្រឡោះអណ្ដាតដោយកក្លឿនហ៊ាននិយាយថាខ្លួននឹងមិនទទួលស្គាល់យន្តការអង្គការសហប្រជាជាតិក្រោយដឹងខ្លួនថាប្រកាសជាចាញ់ក្តីរបស់កម្ពុជាគួររំលឹកឡើងវិញថាតាំងតែពីដើមមកហើយថៃមិនដើមមានប្រវត្តិឈ្នះក្តីមកលើខ្មែរម្ដងណាឡើយចាប់តាំងពីសង្គ្រាមឬក៏ចំនួនប៉ះគ្នាកាលនៅប្រាសាទព្រះវិហារមកម្លេះរាជធានីបាងកកក្តីព្រួយបារម្ភរបស់រាជរដ្ឋាភិបាលថៃកាន់តែលេចចេញសេចក្តីឡើងបន្ទាប់ពីកម្ពុជាបានសម្រេចជ្រើសរើសយកយន្តការផ្សះផ្សាដោយចាប់បង្ខំក្រោមអនុញ្ញាតអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ UNCLOS ដើម្បីដោះស្រាយចំនួនដែនសមុទ្រប៉ុន្តែពេលនេះប្រធានគណៈកម្មាធិការមួយរបស់ព្រឹទ្ធសភាថៃបែរជាចេញមុខយ៉ាងស្រែកក្តែងដោយមិនក្រែងចិត្តអ្នកណាសោះឡើយថារាល់ការសម្រេចចិត្តឬអនុសាសន៍អន្តរជាតិនោះគឺគ្មានតម្លៃឲ្យថៃអនុវត្តតាមឡើយនេះជាទង្វើដល់កងឃ្លឿនរបស់ខ្លួនមិនដឹងថាថៃមានថ្លើមធំប៉ុណ្ណានោះទេដែលមិនគោរពច្បាប់ទម្លាប់អន្តរជាតិនៅពេលដែលដឹងថាខ្លួននឹងចាញ់ក្តីនៅកម្ពុជាដោយពិតប្រាកដសមាជិកសភាឈ្មោះលោក Noppadol Enna ប្រធានគណៈកម្មាធិការពិសេសរបស់ព្រឹទ្ធសភាថៃដែលកំពុងសិក្សាពីផលប៉ះពាល់នៃការលុបចោលអនុសាធារណៈឆ្នាំ2000និងអនុសារណៈឆ្នាំ2001បានរលាស់អណ្ដាតទាំងប្រហើនកាលពីថ្ងៃអាទិត្យទី14ខែមិថុនាថាយន្តការផ្សះផ្សាដោយចាប់បង្ខំនេះគឺមិនផ្ដល់អំណាចសម្រេចចិត្តទៅឲ្យភាគីទី3ឬទៅជំនួសការចរចាទ្វេភាគីរវាងប្រទេសទាំងពីរនោះឡើយលោកបន្តទៀតថាកន្លងមកថៃនិងកម្ពុជាបានព្រមព្រៀងគ្នារួចហើយក្នុងការមិនយកចំនួនដែនសមុទ្រនេះទៅលើតុតុលាការយុត្តិធម៌អន្តរជាតិ ICJ ឡើយតុលាការច្បាប់សមុទ្រអន្តរជាតិ ELOS ឬក្រុមអាជ្ញាកណ្ដាលកាត់សេចក្តីនោះទេលោក Noppadol លើកឡើងទាំងងងើលទៀតថាក្រោមនីតិវិធីនេះប្រទេសទាំងពីរត្រូវតែងតាំងតំណាងខ្លួនឯងចំនួន2រូបរៀងខ្លួនដើម្បីបង្កើតគណៈកម្មការពិនិត្យចំនួននិងស្វែងរកដំណោះស្រាយនេះសបញ្ជាក់ឲ្យឃើញថាថៃខ្លាចកម្ពុជាគោរពជំនាន់តែម្ដងគឺមិនហ៊ានឡើងតុចរចាជាមួយនឹងច្បាប់អន្តរជាតិនោះទេពួកគេអាងកម្លាំងអាងធនធានអាងយោធាដើម្បីមកគៀបសង្កត់កម្ពុជាព្រោះប្រទេសកម្ពុជាជាប្រទេសតូចតែតូចពិតមែនមិនឲ្យអ្នកធ្វើបាបបានដោយងាយនោះទេសមាជិកសភាថៃរូបនេះបានគូបញ្ជាក់ទៀតថាយន្តការមួយនេះធ្លាប់ត្រូវបានយកមកប្រើប្រាស់តែម្ដងគត់ក្នុងប្រវត្តិសាស្ត្រគឺក្នុងចំនួនរវាងប្រទេសទីមួយខាងកើតនិងអូស្ត្រាលីដែលកាលនោះការសម្រុះសម្រួលបានដើរទន្ទឹមគ្នាជាមួយនឹងកិច្ចចរចាទ្វេភាគីលោកបន្ថែមទៀតថាករណីថៃនិងកម្ពុជាអាចនឹងក្លាយជាករណីទី2នៅលើពិភពលោកដែលប្រើប្រាស់នីតិវិធីនេះប៉ុន្តែទោះបីយ៉ាងណាក៏ភាគីថៃនៅតែបន្តផ្ដល់អាទិភាពខ្ពស់លើការចរចាទ្វេភាគីដដែលរាល់អនុសាសន៍ឬដំណោះស្រាយទាំងឡាយដែលលើកឡើងដោយគណៈកម្មាធិការសម្រុះសម្រួលគឺមិនមានលក្ខណៈបង្ខំអនុវត្តតាមច្បាប់នោះទេហើយប្រទេសថៃមានសិទ្ធិសេរីភាពពេញលេញក្នុងការបដិសេធរាល់សំណើណាដែលខ្លួនយល់ថាផ្ទុយនិងផលប្រយោជន៍ជាតិរបស់ខ្លួននេះជាសម្ដីដ៏ជំលើយចេញពីមាត់សមាជិកព្រឹទ្ធសភារូបនេះបើគេគិតថានៅលើលោកនេះគ្មាននរណាម្នាក់ធំជាងប្រទេសថៃគេនោះទេមើលទៅសូមបញ្ជាក់ឡើងវិញថាថៃបានហែកចោលកិច្ចព្រមព្រៀងព្រំដែនទឹក MOU 2001ជាឯកតោភាគីនិងតាមទំនើងចិត្តកាលពីថ្ងៃទី5ខែឧសភាឆ្នាំ2026លើពីនេះក្រុមប្រឹក្សាសភាថៃក៏បានបន្តរុញស្ថានភាពព្រំដែនឲ្យកាន់តែស្មុគស្មាញដោយបង្ខំឲ្យរដ្ឋាភិបាលថៃខ្លួនឯងលុបចោលកិច្ចព្រមព្រៀងព្រំដែនផ្លូវគោក MOU
ឆ្នាំ2000មួយបន្ថែមទៀតដោយមិនខ្វល់ពីច្បាប់អន្តរជាតិនេះសបញ្ជាក់ឲ្យឃើញថាបងធំនៅអាស៊ីរូបនេះឬក៏អ្នកលេងប្រចាំអាស៊ីតែបច្ចុប្បន្ននេះប្រហើคล้ายទៅជាអ្នកជំងឺអាស៊ីបាត់ទៅហើយបងប្អូនប្រទេសមួយនេះអត់គោរពច្បាប់ទម្លាប់ដើរចោតគេចោតឯងហើយមានពើខ្លះចោតគេថាជាប្រទេស scam ប្រទេសជួញដូរគ្រឿងញៀនងាកមកមើលប្រទេសខ្លួនឯងវិញប្រហែលថ្ងៃនេះគ្រាន់តែរឹបអូសកូរ៉េរឹបអូសបានជាង60តោននិងខ្លួនឯងចាប់បានរោងចក្រជាច្រើនដែលកំពុងសង្ងំនិងផលិតគ្រឿងញៀននៅក្នុងប្រទេសនេះបានគេហៅថាស្វាស៊ីបាយយកទៅលាបមាត់ពពែបងប្អូនណាបាទសូមអរគុណសម្រាប់ពុកម៉ែបងប្អូនដែលតាមដានទស្សនាវីដេអូនេះរហូតដល់ចប់សូមកុំភ្លេចជួយ Subscribe Channel YouTube ពូមួលម្នាក់មួយដើម្បីទទួលបានព័ត៌មានថ្មីៗបន្តទៀតសូមអរគុណសូមជម្រាបលា